របៀបបង្កើត Apple ID សម្រាប់ឆ្នាំ2025អូខេសួស្តីបងប្អូនទាំងអស់គ្នាត្រឡប់មកទៀតហើយជាមួយនឹងវីដេអូនៃការបង្កើត Apple ID សម្រាប់វគ្គមុនគឺខ្ញុំបានបង្ហាញបងប្អូនពីរបៀបបង្កើត Apple ID ដែលមិនចាំបាច់ប្រើ Gmail ហើយសម្រាប់បងប្អូនខ្លះគាត់មើលអត់ទាន់អញ្ចឹងឥឡូវនេះខ្ញុំមកបង្ហាញម្ដងទៀតជាមួយនឹងការបង្កើត Apple ID ដដែលប៉ុន្តែលើកនេះគឺយើងប្រើ Gmail ដែលមានស្រាប់វិញម្ដងណាអូខេអញ្ចឹងបងប្អូនចុចតាមដែលវីដេអូខ្ញុំបង្ហាញទៅអញ្ចឹងដំបូងនេះបងប្អូនត្រូវរក Gmail ដែលបងប្អូនប្រើស្រាប់ដែលមានស្រាប់ណាយកមកបំពេញនៅត្រង់នេះអូខេខ្ញុំបំពេញរួចហើយអញ្ចឹងសម្រាប់នៅត្រង់នេះដែរគឺយើងបំពេញជាមួយនឹង password ណាសម្រាប់ password នេះគឺតម្រូវឲ្យមានអក្សរតូចអក្សរធំលេខក៏ដូចជាសញ្ញាផងដែរដែលគេហៅថា strong password ហ្នឹងហើយដែលសំខាន់បំផុតសម្រាប់ password នេះមិនឲ្យបងប្អូនដាក់អក្សរដែលអាចបង្កប់ដែលយើងប្រកបទៅចេញជាឈ្មោះទេណាអញ្ចឹងយើងដាក់អក្សរអីក៏បានដែរកុំឲ្យប្រកបទៅចេញជាឈ្មោះហើយកុំភ្លេចត្រូវមានលេខនិងសញ្ញាផងដើម្បីឲ្យApple ID របស់យើងនឹងមានជាមួយ strong password ហើយបង្កើតទៅគឺអូខេណាអញ្ចឹងខ្ញុំវាយលេខកូដនឹងបញ្ចូលអញ្ចឹង2ដងហ្នឹងគឺយើងវាយដូចគ្នាណាហើយបន្ទាប់មកទៅនេះយើងត្រូវចុចឲ្យចេញCambodia នឹងហើយត្រូវបើកឲ្យចេញពណ៌បៃតងនៅដូចគ្នាហើយចុចពាក្យ nextអូខេបន្តមកទៀតត្រង់នេះគឺតម្រូវឲ្យបងប្អូនដាក់ឈ្មោះសម្រាប់ឈ្មោះនៅត្រង់នេះអត់សំខាន់ទេបងប្អូនដាក់ឈ្មោះអីក៏បានដែរតាមចិត្តបើមែនតើទៅបងប្អូនចង់ដាក់ឈ្មោះខ្លួនឯងក៏បានដែរ2ម៉ាត់ឡើងទៅណាអូខេបន្តមកជាមួយនឹងតនេះគឺតម្រូវឲ្យដាក់លេខទូរស័ព្ទsorry ដាក់ជាមួយនឹងថ្ងៃខែឆ្នាំអញ្ចឹងបងប្អូនដាក់ថ្ងៃខែឆ្នាំថ្ងៃណាក៏បានដែរតាមចិត្តដូចគ្នាហើយចុចយកពាក្យថា next មកអញ្ចឹងបន្តមកដល់នេះគឺយើងយកពាក្យថា nan ណាចឹង3ចំណុចហ្នឹងគឺយើងយកខាងក្រោមពាក្យថាណាន់ហើយបន្តមកទៀតនេះនៅកន្លែង street នេះសម្រាប់ខ្ញុំគឺខ្ញុំនៅខេត្តបាត់ដំបងអញ្ចឹងខ្ញុំបំពេញបាត់ដំបងណាអូខេហើយខាងក្រោមមួយទៀតហ្នឹង street ដូចគ្នាអញ្ចឹងខ្ញុំរំលងអញ្ចឹងយកចូល city វិញក៏ខ្ញុំដាក់បាត់ដំបងដូចគ្នាអូខេបន្ទាប់ពីនឹងមកជាមួយនឹង country នេះគឺមានជំរើសឲ្យយើងរើសអញ្ចឹងខ្ញុំយកបាត់ដំបងដូចគ្នាហើយបន្តពីហ្នឹងគឺយើងមកដល់ postcode វិញម្ដងសម្រាប់ postcode គឺខ្ញុំបំពេញជាមួយនឹងលេខ12000ណាបងប្អូនទាំងអស់គ្នាបងប្អូនក៏អាចបំពេញតាមខ្ញុំអញ្ចឹងក៏បានដូចគ្នាដែរណាអូខេហើយយកពាក្យថា next មកអញ្ចឹងមកដល់ត្រង់នេះគឺលេខទូរស័ព្ទនេះគឺវាចេញមកដោយខ្លួនឯងទេដោយសារតាទូរស័ព្ទខ្ញុំបានដាក់ SIM អញ្ចឹងហើយខ្ញុំក៏យក different number ហើយបញ្ជាក់សម្រាប់ទៅនេះគឺបងប្អូនត្រូវលុបលេខចេញឲ្យអស់ណាលុបឲ្យស្អាតតែម្ដងហើយសម្រាប់ខាងមុខហ្នឹងគឺយើងបំពេញតែលេខ3ខ្ទង់ទេឧទាហរណ៍ដូចខ្ញុំ086ចឹងខ្ញុំដាក់តែ086នឹង3ខ្ទង់ខាងមុខទេនិយាយទៅបងអូន0ប៉ុន្មានគឺដាក់ខាងមុខហ្នឹងហើយសល់ប៉ុន្មានលេខទៀតគឺយកមកបំពេញនៅខាងក្រោយដូចខ្ញុំអញ្ចឹងណាចឹងបងអូនបំពេញដូចខ្ញុំអញ្ចឹងមកតែបើបងអូនបំពេញខុសពីហ្នឹងគឺវាអត់ឲ្យទេហើយយក text message ហ្នឹងហើយចុចពាក្យថា next បន្តទៀតមកណាអញ្ចឹងខ្ញុំបញ្ជាក់ហើយបញ្ជាក់ទៀតខាងមុខដាក់តែ3លេខទេសល់ប៉ុន្មានគេយកបំពេញនៅខាងក្រោយអូខេហើយចុចយកពាក្យថា next អូខេអញ្ចឹងបន្តមកនៅត្រង់នេះគឺវាផ្ញើលេខកូដទៅកាន់លេខទូរស័ព្ទដែលយើងបានដាក់ហ្នឹងណាអញ្ចឹងបងប្អូនទៅយកលេខកូដដែលបានផ្ញើទៅកាន់លេខទូរស័ព្ទហ្នឹងយកមកបំពេញតែប៉ុណ្្នឹងទេអូខេឥឡូវខ្ញុំបំពេញចូលអូខេបន្តរួចចុចយក verify នឹងមកហើយត្រង់នេះក៏ដូចគ្នាដែរគឺវាបានផ្ញើសារលេខកូដទៅកាន់Gmail ដែលយើងបានបំពេញដូចគ្នាណាអញ្ចឹងបងអូនចូលទៅកាន់ Gmail ហ្នឹងហើយមើលជាមួយនឹងលេខកូដយកមកបំពេញដូចគ្នាមកអូខេឥឡូវនេះលេខកូដផ្ញើមកហើយអញ្ចឹងខ្ញុំយកលេខកូដហ្នឹងមកបំពេញអញ្ចឹងសម្រាប់នៅត្រង់នេះគឺបងអូនចូលទៅក្នុង Gmail របស់បងអូនណាទើបឃើញលេខកូដដែលគេផ្ញើមកហ្នឹងហើយចុចយកពាក្យ verify អញ្ចឹងនៅត្រង់នេះរៀងចាំយូរបន្តិចណាអូខេបន្ទាប់ពីរងចាំមកហើយឃើញថា Apple ID របស់យើងគឺបានបង្កើតរួចរាល់ហើយតែធម្មតានៅកន្លែងនេះគឺវា sign in ទៅ iCloud បើសិនជាបងអូនឃើញកន្លែងនឹងដាក់ថា on គឺបងអូន reset sign out ចឹងទៅតែបើថាឃើញអស់ដូចខ្ញុំអញ្ចឹងហើយអត់បញ្ហាទេអូខេអញ្ចឹងបន្ទាប់ពីយើងបង្កើតរួចហើយអ្វីដែលយើងត្រូវធ្វើបន្តគឺចូលទៅ review ជាមួយនឹង Apple ID ដែលយើងទៅតែបង្កើតអូខេអញ្ចឹងឥឡូវខ្ញុំធ្វើការ download app ខ្លះសម្រាប់review ណាអញ្ចឹងចុចយក install ហើយទៅនេះគឺបំពេញ password ដែលបងប្អូនបង្កើតមិញហ្នឹងអញ្ចឹងកុំភ្លេចណាបងប្អូនពេលដែលបង្កើតហើយត្រូវទៅចាំ password នឹងដាច់ខាតតែម្ដង
ឬក៏អាចរកអីសរសេរទុកពេលដែលបងប្អូនបង្កើតហ្នឹងទៅជៀសវាងការផ្លិចអូខេអញ្ចឹងម្ដងនេះចុចយក review មកចឹងចំណុចត្រង់នេះសំខាន់ណាស់ពេលបងអូនបង្កើត Apple ID ហើយគឺដាច់ខាតត្រូវតែ review វាអញ្ចឹងអានេះរៀងរងចាំយូរបន្តិចដែរអូខេអញ្ចឹងខាងលើនេះត្រូវយកពាក្យ Cambodia ហ្នឹងត្រូវហើយខាងក្រោមនេះត្រូវបើកឲ្យចេញពណ៌បៃតងនឹងដូចគ្នាហើយយកពាក្យថា next នៅខាងលើហ្នឹងមកបន្តមកទៀតនៅខាងក្រោមហ្នឹងយើងបំពេញដូចដែលខ្ញុំបំពេញវគ្គដំបូងហ្នឹងប៉ុន្តែចំណុចនេះគឺយើងត្រូវ review ឡើងវិញណាអូខេអញ្ចឹងខ្ញុំមើលទៅឃើញត្រូវអស់ហើយខ្ញុំចុច next បន្តអូខេហើយចុច continue ទៀតមកគឺ Apple ID របស់យើងគឺ complete ហើយគឺរួចរាល់ហើយអញ្ចឹងយើងអាចធ្វើការ download បានហើយណាអញ្ចឹងត្រង់នេះយើងវាយលេខកូដចូលមួយសារទៀតអូខេអញ្ចឹងពេលយើងបង្កើត Apple ID ហើយគឺត្រូវតែ review ហើយបន្តមកវាសួរត្រង់នេះគឺយក request after 15នាទីមកបងអូនមិនបាច់ឲ្យវា all the way ណា all the way ហ្នឹងបើន័យថាឲ្យតែបងអូន download គឺវាសួររហូតអញ្ចឹងណាអញ្ចឹងយើងមានអារម្មណ៍ថារំខានហើយត្រង់នេះបងអូនចុច save ដូចខ្ញុំមកដើម្បីពេលបងអូន download កម្មវិធីក្រោយៗមិនចាំបាច់ហត់វាយលេខកូដដដែលអញ្ចឹងជាភាពងាយស្រួលហើយក៏យើងមិនចាំបាច់តម្រូវឲ្យតែងតែចាំរហូតអញ្ចឹងណាអូខេអញ្ចឹងសម្រាប់របៀបនៃការបង្កើត Apple ID របស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេអញ្ចឹងបើសិនជាបងអូនមើលអត់ទាន់ត្រង់ចំណុចណាមួយអីក៏អាចធ្វើការ comment សួរបានឬក៏ឆាតមក Facebook ខ្ញុំក៏បានដែរណាអូខេអញ្ចឹងសម្រាប់វីដេអូនៃការបង្កើត Apple ID គឺមានតែប៉ុណ្្នឹងផងដែរហើយសម្រាប់បងអូនចង់បានទូរស័ព្ទមកទឹកតម្លៃ 100000 ឡើងទៅអីអាចចូលមកមើលដល់ទីតាំងក៏បានទីតាំងនៅបាត់ដំបងផ្សារពពុយនៅក្នុងផ្សារហើយបច្ចៈសម្រាប់ឥឡូវនេះយើងមាន iPhone 8ចូល stock ផងដែរណាបងអូនចង់បានឆាតមកវឺតព្រោះ stock របស់យើងមានតិចឯងសម្រាប់បងអូនដែលតាមដានខ្ញុំជាប្រចាំគឺដឹងហើយថាបានយើងអត់មានច្រើនទេណាអញ្ចឹងបើចង់បានអីអាចធ្វើការcomment ឬក៏មកទិញដល់ទីតាំងក៏បានដែរហើយបងអូនតាមរាខាខ្ញុំមានសម្រាប់ខ្ញុំបានគ្រប់ខេត្តក្រុងផងដែរណាអូខេអញ្ចឹងសម្រាប់ app របស់យើងគឺធ្វើការ download រួចរាល់ហើយអញ្ចឹងមានតែប៉ុណ្្នឹងទេអរគុណ